ជាបឋមខ្ញុំប្រកាសអាណនេះខ្ញុំសូមអនុញ្ញាតចាប់ផ្ដើមកម្មវិធីនៅក្នុងរាត្រីថ្ងៃនេះជារាត្រីថ្ងៃសៅរ៍15រោចខែពិសាខឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនៅថ្ងៃទី16ខែឧសភាឆ្នាំ2026ថ្ងៃនេះសូមគោរពនមស្ការគណៈវិក្កាមកិត្តិយសជាទីគោរពសូមគោរពថ្វាយបង្គំចំពោះព្រះភិក្ខុសុផូរោហួងវិញជាព្រះប្រធានកម្មវិធីសន្ទនារដ្ឋថ្ងៃសិលនិងសមាជិកសមាយិកាទាំងអស់ជាទីគោរពរាប់អានថ្ងៃនេះជាថ្ងៃប្រកបទៅដោយនិក្ខត្តរិទ្ធដែលកម្មវិធីសន្ទនារដ្ឋថ្ងៃសិលបានរៀបចំកម្មវិធីជារៀងរាល់ថ្ងៃសិលក្រោមប្រធានបទស្ដីពីប្រភពនៃសេចក្តីទុក្ខនៅក្នុងជីវិតចំពោះប្រធានបទយើងនៅក្នុងថ្ងៃនេះផងដែរយើងមានគោលបំណងសំខាន់ដូចជាដើម្បីស្វែងយល់អំពីឫសគល់នៃសេចក្តីទុក្ខតាមទស្សនៈព្រះពុទ្ធសាសនាដើម្បីវិភាគអំពីតណ្ហាអវិជ្ជានិងឧបាទានដែលជាហេតុនាំឲ្យសត្វលោកវង្វេងនៅក្នុងវដ្តសង្សារដើម្បីអប់រំឲ្យអនុវត្តព្រះធម៌នៅក្នុងការកាត់បន្ថយទុក្ខនិងឈានទៅរកសេចក្តីសុខពិតសូមបញ្ជាក់ផងដែរថាកម្មវិធីសន្ទនារដ្ឋថ្ងៃសិលមានការផ្សព្វផ្សាយទៅកាន់ស្ថានីយ៍វិទ្យុព្រះអង្គខ្មៅ FM 107.70 MHz និងមានការផ្សាយផ្ទាល់តាមរយៈ page កម្មវិធីសន្ទនារដ្ឋថ្ងៃសិលក្នុងនាមជាអ្នករៀបចំកម្មវិធីនេះខ្ញុំប្រកាសអាណនេះខ្ញុំសូមគោរពថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះគណៈវាគ្មិនកិត្តិ